Đời lại mình tiếp còn nằm ở chắc này từ không nắng trong quần áo trong sạp chuột đấy để xài để thà về ngày cho năm nút cây về cá srong bột bạc đi má của miến cá srong phải sang đài na cá srong phải sang hay bắt đầu cá srong chặt ra thì chai chị đàm chẳng thế được không cá srong đi ta chụp phải sang dương cua srong tầm nà đáy សម្រាប់ជាការបង្អោនតាមទំនៀមនៃពុទ្ធសាសនាខ្មែរផងនិងជាការគោរពចំពោះព្រះសង្ឃរតនៈដែលជារតនៈមួយក្នុងចំណោមរតនៈទាំង3ដែរផងណាម្ចាស់សាធុញោមនៅត្រង់ចំណុចនៃការស្រង់ប្រសង់នេះដើម្បីឲ្យការស្រង់ទឹកចំពោះប្រសង់មើលទៅសមរម្យនៅក្នុងអេរិយាបថខ្មែរយើងបើនៅក្នុងវិន័យប្រសង់ប៉ះស្ត្រីត្រូវអាបត្តិណាតែបើស្ត្រីប៉ះប្រសង់អត់អីវិញទេណាម្ចាស់ប៉ុន្តែដើម្បីឲ្យការស្រង់មើលទៅសមរម្យក្នុងនាមយើងជាអ្នកគោរពព្រោះប្រសង់នេះជាសការទីសក្ការៈមួយដែរអញ្ចឹងដើម្បីឲ្យការស្រង់មើលទៅសមរម្យគឺយើងត្រឹមតែយកទឹកណែចាក់ត្រឹមស្មាដូចជាយើងចាក់ណែស្រង់ព្រះអញ្ចឹងដែរឬអាចដាក់ពហោះលោកក៏អាចដាក់ពហោះតែបើជាបរោះភេទអាហ្នឹងយើងអាចប៉ះលាងជំរះអីយើងបើបរោះអាចមើលទៅសមរម្យតែបើស្ត្រីសូមមេត្តាញាតិញោមពុទ្ធបរិស័ទទាំងអស់កុំលាងជំរះដោយកាន់យកភាពស្និទ្ធស្នាលនេះវាធ្វើឲ្យយើងបង្កើតវប្បធម៌ឲ្យក្មេងៗឃើញយូរទៅនាំគ្នាកាន់យកភាពស្និទ្ធស្នាលជាមួយប្រសង់ដោយការប៉ះនៅកាយយូរទៅធ្វើឲ្យវិន័យកាន់តែផ្លំទៅគណៈចាស់ខ្ញុំកណាក៏បានចាប់អារម្មណ៍ឃើញនៅពេលដែលស្រង់ស្រោចស្រពសគុណវិរីឬក៏ស្រង់ប្រសង់នៅតាមបណ្ដាញសង្គមមួយចំនួនគណៈចាស់ដូចខ្ញុំកណាបានឃើញហើយតាមទរណការបរមចាំមិញថាការស្រង់គួរតែកប់3ត្រឹមស្មាត្រឹមអីជាដើមព្រះអង្គណាចឹងដល់ខ្ញុំកណាឃើញនៅក្នុងបណ្ដាញសង្គមឬក៏ការស្រង់នៅតាមទីមួយចំនួនពេលស្រោចស្រពសគុណវិរីចម្រើនបជនអីជាដើមហ្នឹងក៏ឃើញមានថាញោមប្រុសញោមស្រីមួយចំនួនថាជាញោមប្រុសញោមស្រីអញ្ចឹងទៅលោកក៏ស្រង់ប្រសង់ហ្នឹងឬស្រោចស្រពសគុណវិរីប្រគេនប្រសង់រហូតដល់ចាក់ទៅដល់ប្រកេះព្រះអង្គជាដើមណាលើប្រសង់ហ្នឹងថាដោយសារថាលោកជាញោមប្រុសញោមស្រីដែលយើងអាចនិយាយថាជាឪពុកជាម្ដាយអញ្ចឹងបងណាតែបើយើងមើលនៅពេលដែលប្រគុណណាម្ចាស់សូត្រចម្រើននៅអជ្ជៈជាប្រចាំហ្នឹងគណៈមុនឆាន់ហ្នឹងហើយក៏ដូចជាការដែលព្រះអង្គបួសទៅថាចាប់ពីពេលនេះទៅពេលដែលព្រះអង្គមកសាងភ្នួជាបុព្វជិតហ្នឹងលែងជាកូនអ្នកស្រុកទៀតហើយអញ្ចឹងបងណាអញ្ចឹងអាអញ្ចឹងតើការអេរិយាបថបែបនេះវាសមរម្យទេឬក៏យើងគួរកែប្រែអេរិយាបថវាមិនដើម្បីឲ្យយើងមើលទៅសមជាពុទ្ធសាសនិកនៅក្នុងប្រទេសដែលអ្នកកាន់ពុទ្ធសាសនាដូចចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា43នេះបងណាម្ចាស់បាទសាធុញោមនៅត្រង់ចំណុចដែលញោមបានលើកឡើងពិតណាស់ថានៅតាមបណ្ដាញសង្គមឃើញញោមប្រុសញោមស្រីខ្លះស្រង់លោកកូនដោយកាន់យកភាពស្និទ្ធស្នាលនៅពិតជាឃើញអញ្ចឹងមែនអញ្ចឹងដើម្បីឲ្យការស្រង់ប្រសង់មើលទៅសមរម្យមិនថានាមយើងជាម្ដាយឬក៏ជាឪពុកឬក៏យើងហៅថាញោមប្រុសញោមស្រីយើងស្រង់ឲ្យសមរម្យគឺដូចអាត្មាចម្រើនពរអញ្ចឹងថាបើសម្រាប់ស្ត្រីភេទมันលើកលែងទេឲ្យតែបើសិនជាប្រសង់លោកទៅប៉ះអានឹងគឺត្រូវអាបត្តិតែបើសិនជាញាតិញោមគាត់ប៉ះហើយប្រសង់ក៏លោកមិនចង់ឲ្យប៉ះអានឹងមិនអីទេតែខ្លាចតែប្រសង់លោកត្រេកអរនៅក្នុងការប៉ះដែរអានឹងក៏ប្រសង់ត្រូវអាបត្តិដែរនៅក្នុងចំណុចនេះសូមផ្ដាំផ្ញើទៅញាតិញោមពុទ្ធបរិស័ទជាញោមប្រុសញោមស្រីដែរប្រសិនបើយើងចង់ស្រង់លោកកូនក៏សូមឲ្យស្រង់ដោយសេចក្តីគោរពដោយពាក្យខ្មែរយើងលោកពោលថាថ្វាយអង្គមព្រះឲ្យប្រយ័ត្នប៉ះស៊ីម៉ងថ្វាយអង្គមលោកសង្ឃប្រយ័ត្នប៉ះកូនអ្នកស្រុកអញ្ចឹងទោះបីប្រសង់អង្គនឹងលោកជាកូនរបស់យើងក៏ដោយយើងត្រូវគិតថាប្រសង់លោកបានចេញទៅសាងប្រភ្នោះហើយ
លោកលែងជាប់ចំពាក់ហើយអញ្ចឹងយើងថ្វាយគុំប្រសង់ដោយគិតថាលោកជាកូនរបស់ព្រះសម្មាសម្ពុទ្ធហើយយើងស្រង់ដោយបង្អោននៅចិត្តរបស់យើងថាលោកកូនបានសាងពុភ្នោះបានបំពេញបុណ្យកុសលនៅក្នុងពុភ្នោះអញ្ចឹងពេលដែលយើងស្រង់ព្រះក៏មិនខុសអំពីមហាជនដទៃដែរទោះបីយើងជាមេដាបិតាក៏ដោយគឺយើងស្រង់គឺចាក់ត្រឹមស្មាទៅសំរុំបើយើងចាក់រហូតដល់ប្រកែសឬក៏យើងហៅថាចាក់រហូតដល់នៃសេរសារបស់ប្រសង់ពេកយើងមើលទៅគឺឆ្កងក្នុងនាមយើងជាពលរដ្ឋខ្មែរចម្រើនពរណាទាំងអរគុណណាស់គុណណាស់ចាស់តើតងនឹងការបានផ្ដល់នៅពេលវេលារបស់គុណណាស់ចាស់ដើម្បីចែករំលែកនៅអ្វីដែលជាហៅថាការបដិបត្តិនៅក្នុងនាមពុទ្ធសាសនិកខ្មែរគុណណាស់ចាស់តាមទំនៀមនៃពុទ្ធសាសនាខ្មែររបស់យើងដើម្បីធ្វើយ៉ាងណាឲ្យពុទ្ធបរិស័ទយើងប្រកាន់ខ្ជាប់នៅអរិយាប័ត្រកាន់តែសមរម្យសមប្រសើរក្នុងនាមជាអ្នកបដិបត្តិនៅពុទ្ធសាសនាផងទី1ទី2ក៏ជាការបន្តថែរក្សានៅអត្តសញ្ញាណនៃមរតកដូនតារបស់ខ្មែរយើងឲ្យបានគង់វង្សតថេជាដរាបនៅក្នុងសង្គមខ្មែរផងដែរសូមប្រទានពរព្រោះណាម្ចាស់សាធុសាធុសាធុ